តបងប្អូនណាខ្លះដឹងថាកំប៉ុងជ័រគេយកធ្វើអីបងប្អូននេះមើលវីដេអូនេះមកដឹងហើយបងប្អូននេះអាកំប៉ុងជ័រយើងបោះចោលកំប៉ុងសាប៊ូកំប៉ុងម្សៅអីហ្នឹងក៏ធុងទៅត្រូធុងអីហ្នឹងដែលបែកបាត់ហ្នឹងបងប្អូននេះគេយកវាមកកាត់ចកង់ហើយនេះគេយកមកជ្រៀកជាចម្លៀកមកបងប្អូនកាត់វាឲ្យងាយស្រួលដាក់ចូលនៅក្នុងម៉ាស៊ីនកិនអញ្ចឹងបងប្អូននេះគេកាត់វាឲ្យទូចបងប្អូនកាត់វាទូចកាត់វាទៅហើយតោះគេយកមកដាក់នៅក្នុងម៉ាស៊ីនជំរៀកកាត់វាឲ្យម៉ត់ទៅបងប្អូនគេចាប់ដាក់ឲ្យម៉ត់បងប្អូនកាត់នេះកាត់ចកត់ផ្នែកទៀតត្រូវហ្នឹងបងប្អូនកាត់ចកត់មកនេះបានរូបរាងបងប្អូននេះកំឡុងម៉ត់បងប្អូននេះដូចការបានចឹងបងប្អូននេះបានហើយតោះមកគេយកមកដាក់នៅក្នុងម៉ាស៊ីនក្នុងផ្សេងគេចាក់ម្សៅរយស្អីទៅម្សៅស្អីទៅខ្ញុំដឹងដែរបងប្អូននេះហើយតមកគេនេះវាបងប្អូនគេរង្វិលវាហើយតមកគេចាក់វាចេញនេះគេចាក់វាចេញវាឲ្យមានជាតិម្សៅចូលនៅក្នុងនឹងដែរចឹងបងប្អូនតមកគេយកមកដាក់នៅក្នុងម៉ាស៊ីនគេបងប្អូននេះតមកវាចេញជាចេញស្អីទៅបងប្អូននេះដូចតកៅចឹងបងប្អូនហើយដូចខ្សែតិចអីតិចចឹងនេះហើយគេដាក់ក្នុងទឹកឲ្យវាត្រជាក់ចឹងបងប្អូនគេហើយតមកគេយកទៅដាក់ម៉ាស៊ីនកិនកាត់ជាកង់តូចបងប្អូននេះទៅលងវិញទៅបងប្អូននេះខ្លះដឹងទៅបងប្អូននេះទៅដឹងដែរនេះគេបានរូបរាងហើយគេតមកគេយកមកលាយជាមួយនឹងម្សៅហើយតមកគេយកទៅដាក់នៅក្នុងម៉ាស៊ីនផលិតនេះបងប្អូនចេញជាកធុងថ្មីមួយស្អាតបងប្អូនអើយនេះម្សៅកិនឡើងម៉ត់បងប្អូននេះបងប្អូននេះចំណុចចេញជារូបរាងកណ្ដុងមួយដ៏ស្អាតនេះបានកណ្ដុងមួយបាត់ហើយបងប្អូនអូតាពិតអាធុងជ័រគេបោះចោលហ្នឹងតាពិតគេយកមកធ្វើអញ្ចឹងដែរបងប្អូនខ្ញុំទៅដឹងដែរបងប្អូននេះ